ស័យជលផលចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខស្បៀងនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរដូច្នេះការងារស្រាវជ្រាវផ្សព្វផ្សាយអប់រំគឺមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងអភិរក្សឲ្យវិស័យជលផលមាននិរន្តរភាពយូរអង្វែងWe have been working on education for more than 20 years in Cambodia, and Catfish is very well fitting into that, where we want to have a new generation of young lecturers and researchers. So the beauty of Catfish was that it was not only learning in the classroom, but they could also practice in the field. In this project, we developed two different directions, one about research and one about education. Actually, providing the next generation of scientists in fisheries in 5 or 10 years. កម្មវិធី Catfish Capture បានគ្រប់គ្រងដល់សាកលវិទ្យាល័យចំនួន4ទី1គឺវិទ្យាស្ថានជាតិកសិកម្មព្រៃលៀបទី2វិទ្យាស្ថានជាតិកសិកម្មកំពង់ចាមទី3សាកលវិទ្យាល័យកញ្ចេះនិងទី4សាកលវិទ្យាល័យភូមិន្ទកសិកម្មគម្រោង FAO នេះបានជួយអភិវឌ្ឍមិនត្រឹមតែសមត្ថភាពគ្រូប៉ុន្តែតាក់ទងនឹងសម្ភារៈបង្ហាត់បង្រៀនតាក់ទងលើការងារអភិវឌ្ឍកម្មវិធីសិក្សានេះគាត់ជួយសិក្ខាសាលាជាច្រើននៅក្នុងការកែលម្អកម្មវិធីសិក្សាធ្វើម៉េចបញ្ចូលឲ្យវាមានមុខវិជ្ជាគ្រប់គ្រងធនធានជលផលឲ្យបានច្រើនហើយនឹងមុខវិជ្ជាដែលមួយចំនួនដែលយើងមានហើយគឺយើងកែលម្អវាមិនឲ្យវាឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តវិស័យជលផលនៅប្រទេសយើងការកែប្រែកម្មវិធីសិក្សានេះគឺយើងបានមានការវិភាគសាជាច្រើនជាមួយអង្គការផ្សេងជាមួយមន្ត្រីដែលអនុវត្តការងារជលផលនេះពិសេសមានសាលាទាំង3របស់ក្រសួងកសិកម្មនឹងបានចូលរួមហើយយើងបានធ្វើរួមគ្នាជាច្រើនលើកច្រើនសារយកបាន FAO ជួយសម្រួលអីចឹងទៅឃើញថាសិស្សវាមានការយកចិត្តទុកដាក់ហើយនឹងប្រសិទ្ធភាពនៃការបរៀនឃើញថាវាល្អជាងមុនណាតាមរយៈ Fish Capture នេះដូចជាឲ្យនិស្សិតចុះកម្មសិក្សាហើយនឹងជួយដល់និស្សិតក្នុងការសរសេរសារណាបទអីជាដើមសម្រាប់និស្សិតឆ្នាំទី3ដែលគម្រោង Fish Capture គ្រប់គ្រងសម្រាប់ដំណើរទស្សនកិច្ចសិក្សាមុននឹងធ្វើដំណើរសាកលវិទ្យាល័យបានធ្វើការជ្រើសរើសទីតាំងនិងវិតម្លៃជាមុនទីតាំងដែលយើងជ្រើសរើសជាទូទៅគឺត្រូវតែផ្ដល់ឱកាសឲ្យនិស្សិតរៀនសូត្របានច្រើនកម្មវិធីទស្សនកិច្ចសិក្សានេះបានផ្ដល់ឱកាសឲ្យនិស្សិតកសាងកិច្ចសហការជាមួយនឹងអង្គការជលផលនៅក្នុងស្រុកសហគមន៍នេសាទថ្នាក់ខេត្តក៏ដូចជាឱកាសសម្រាប់ការសិក្សាស្រាវជ្រាវលើប្រធានបទពាក់ព័ន្ធទៅនឹងវិស័យជលផលត្រីហាត់កែវក៏និស្សិតហាត់កែវដែលគាត់អញ្ជើញមកនោះគឺយើងមានទទួលអត្ថប្រយោជន៍ដូចគ្នាជាក់ស្ដែងជាមួយទៅនឹងមន្ត្រីរបស់យើងទាំងការងាររដ្ឋបាលទាំងការងារកិច្ចការសហគមន៍គឺពួកខ្ញុំចាត់ចែងបាទចុះទៅតាមសហគមន៍បដិបដាឬក៏ផ្សព្វផ្សាយជាពិសេសទៀតនោះគឺទៅចូលរួមក្នុងសកម្មភាពល្បាតទប់ស្កាត់បាទបទល្មើសដើម្បីការពារធនធានទាំងនោះទៅនឹងការគាត់ចុះអនុវត្តជាក់ស្ដែងជាមួយសហគមន៍នេសាទហើយគឺគាត់ទទួលបាននៅគេថាបទពិសោធន៍មួយទៀតគឺតកតងទៅនឹងការយល់ដឹងអំពីលិខិតបទដ្ឋានកម្មវិធីហាត់ការផ្ដល់មូលនិធិដោយសហភាពអឺរ៉ុបតាមរយៈអង្គការ FAO នៃគម្រោង Catfish Capture គាំទ្រដល់ការសិក្សាស្រាវជ្រាវរបស់និស្សិតនិងអ្នកវិទ្យាសាស្ត្រវ័យក្មេងសរុបដល់បច្ចុប្បន្នមានប្រមាណ37នាក់ពួកគេត្រូវបានដាក់ពង្រាយនៅតាមបណ្ដាខណ្ឌរដ្ឋបាលជលផលចំនួន20អ្នកស្រាវជ្រាវទាំងនោះបានសិក្សាទៅលើប្រធានបទផ្សេងគ្នាធ្វើការ research ខ្ញុំបានចុះទៅទីវាលដើម្បីប្រមូលទិន្នន័យនៅក្នុងទីតាំងជាក់ស្ដែងធ្វើការស្រាវជ្រាវតាក់ទងជាមួយនឹងតែប្រធានបទនិយាយអំពីការបម្រែបម្រួលគម្របព្រៃកោងកាងនៅចំនួន6ខែអានឹងយើងអាចសិក្សាបានច្រើនទី1តាក់ទងជាមួយនឹងកំបោនទី2បម្រែបម្រួលរបស់គម្របព្រៃមួយទៀតតាក់ទងជាមួយនឹងជំរករបស់ឆាជាតិផ្សេងនៅក្នុងសមុទ្រហើយនឹងប្រភេទឈើមានប្រមាណប្រភេទនៅក្នុងតំបន់នោះ The Fisheries Administration has two research institutes, one for inland fisheries and one for marine fisheries. And during this project, both institutes developed a strategic research plan in the next 5 years. ជាសាស្ត្រាចារ្យនិងអភិវឌ្ឍជលផលទឹកសាបគឺយើងបានធ្វើសកម្មភាពទៅលើគម្រោង3សំខាន់ទី1ពាក់ព័ន្ធទៅនឹងការ
survey អង្កេតទៅលើផលចាប់របស់អ្នកនេសាទចំនួន700នាក់នៅទូទាំងប្រទេសទី2ពាក់ព័ន្ធទៅនឹងការសិក្សាពីការប្រើប្រាស់ត្រីនៅជុំវិញបឹងទន្លេសាបរីឯគម្រោងទី3គឺយើងផ្ដោតជាសំខាន់ទៅលើការប្រើប្រាស់ app ហ្នឹងដើម្បីសំណត់អត្តសញ្ញាណត្រីគ្រាន់តែថតរូបទៅគឺយើងអាចផ្ដល់ជាផលិតផលត្រឡប់មកឈ្មោះជាភាសាខ្មែរក៏ដូចជាឈ្មោះជាវិទ្យាសាស្ត្រតែកន្លងមកពេលដែលមន្ត្រីយើងចុះទៅធ្វើការគឺយើងផ្ដោតជាសំខាន់ទៅលើការប្រើប្រាស់សភៅដើម្បីផ្ទៀងផ្ទាត់ឈ្មោះជាឋានស្រាវជ្រាវនិងអវត្តជលផលសមុទ្រគម្រោងបានជួយផ្នែកជំនួយបច្ចេកទេសបានជួយកសាងផែនការយុទ្ធសាស្ត្រស្រាវជ្រាវសមុទ្ររយៈពេល5ឆ្នាំពី2025ដល់2029ហើយទី2គឺបានជួយកសាងគោលការណ៍ណែនាំស្តីពីការតាមដានវិតម្លៃផលនេសាទសមុទ្រហើយបានជួយដល់ការសិក្សាទាក់ទងនឹងជីវសាស្ត្រប្រភេទត្រីដែលធ្វើម្លាទីឆ្ងាយពីរប្រភេទយើងហៅថាត្រីកំមុងហើយនិងពពកក្តាមសេះផ្នែកទី3នោះគឺគ្រប់គ្រងផ្នែកពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំហើយនិងមន្ត្រីវិទ្យាស្ថានហើយទី4នោះគឺគ្រប់គ្រងឧបករណ៍សម្ភារៈការិយាល័យមន្ទីរពិសោធន៍ហើយសម្ភារៈស្រាវជ្រាវក្រោយពីការកែកម្មវិធីសិក្សាលើជលផលនេះយើងសង្កេតឃើញថានិស្សិតជលផលមកដល់ថ្ងៃនេះគឺមានការកើនឡើង CAPFISH gives us really an opportunity to link up European knowledge and experiences from around the world and to share that with young people in Cambodia who will be the future lecturers and also the future people working in the sector protecting the natural resources in the Tonle Sap.